ខេត្តសៀមរាបរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនៅពាក់កណ្ដាលខែមិថុនាជំរុញការផ្សព្វផ្សាយឱកាសការងារដល់យុវជននិងបងប្អូនចំណាក់ស្រុករដ្ឋបាលខេត្តសៀមរាបក្រោមកិច្ចសហការជាមួយមន្ទីរអង្គភាពនិងស្ថាប័នពាក់ព័ន្ធក្រុងរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី9ក្រោមប្រធានបទ TVET ផ្ដល់ជំនាញការងារនិងប្រាក់ចំណូលនៅពាក់កណ្ដាលខែមិថុនាឆ្នាំ2026ខាងមុខនេះដើម្បីផ្សព្វផ្សាយចំណេះដឹងនិងឱកាសការងារជូនដល់សិស្សនិស្សិតយុវជនក៏ដូចជាបងប្អូនពលករចំណាក់ស្រុកនៅក្នុងខេត្តក្នុងកិច្ចប្រជុំគណៈកម្មាធិការបណ្ដុះបណ្ដាលខេត្តដើម្បីពិភាក្សានិងផ្សព្វផ្សាយអំពីទិវានេះកាលពីព្រឹកថ្ងៃទី28ខែឧសភាឆ្នាំ2026លោកឌីរ៉ាដូអភិបាលរងខេត្តសៀមរាបមានប្រសាសន៍ថាទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី9គឺដើម្បីផ្សព្វផ្សាយដល់ពលករចំណាក់ស្រុកដែលបានវិលត្រឡប់មកក្នុងស្រុកវិញហើយវាជាឱកាសមួយសម្រាប់ផ្សព្វផ្សាយដល់សិស្សានុសិស្សដើម្បីផ្សព្វផ្សាយអំពីសារៈសំខាន់នៃការអប់រំបច្ចេកទេសនិងវិជ្ជាជីវៈទាក់ទាញយុវជននិងមាតាបិតាឲ្យស្គាល់ជំនាញវិជ្ជាជីវៈបង្កើនកិច្ចសហការរវាងគ្រឹះស្ថាន TVET និងវិស័យឯកជនបង្កើតឱកាសការងារនិងកម្មសិក្សានិងបង្ហាញពីសមិទ្ធផលនិងសក្តានុពលរបស់សិស្សនិស្សិតនិងប្រជាពលរដ្ឋចំណាក់ស្រុកផងដែរលោកឌីរ៉ាដូបានបង្ហាញថាក្រោយពីចំនួនកម្ពុជាថៃត្រូវបានផ្អាកវាជាឱកាសល្អបំផុតសម្រាប់ផ្សព្វផ្សាយនៅការងារសមិទ្ធផលនិងផលិតផលស្នាដៃខ្មែរថែមទាំងជួយលើកស្ទួយអភិវឌ្ឍនិងពង្រឹងវិស័យសេដ្ឋកិច្ចជាតិឲ្យជួយកាត់បន្ថយការចំណាក់ស្រុកនិងបន្តការសិក្សាដល់យុវជនជំនាន់ក្រោយឲ្យមានចំណេះនិងជំនាញក្នុងបរិបទបច្ចុប្បន្នការជំរុញឲ្យយុវជនមានជំនាញពិតប្រាកដគឺជាគន្លឹះសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិការផ្ដល់ជំនាញដល់យុវជនជំនាន់ក្រោយមិនត្រឹមតែជួយឲ្យពួកគាត់មានប្រាក់ចំណូលសមរម្យក្នុងស្រុកប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាយន្តការមួយដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយការចំណាក់ស្រុកទៅក្រៅប្រទេសដោយមិនចាំបាច់នេះក៏ជាឱកាសល្អបំផុតក្នុងការលើកស្ទួយផលិតផលស្នាដៃខ្មែរដែលកើតចេញពីការបណ្ដុះបណ្ដាលបច្ចេកទេសឲ្យកាន់តែមានទីផ្សារនិងការទទួលស្គាល់ផងដែរលោកអភិបាលរងខេត្តក៏បានបញ្ជាក់ថាទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី9នឹងធ្វើឡើងនៅសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាបនាថ្ងៃទី15ខែមិថុនាឆ្នាំ2026ក្រៅពីការផ្សព្វផ្សាយក៏នឹងមានការរៀបចំតាំងពិព័រណ៍នៅសមិទ្ធផលនិងផលិតផលច្នៃប្រឌិតនានាដែលជាស្នាដៃផ្ទាល់របស់សិស្សនិស្សិតមកពីគ្រឹះស្ថានបណ្ដុះបណ្ដាលក្នុងខេត្តសៀមរាបផងដែរយោងតាមសារាចររបស់រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី15ខែមិថុនាជារៀងរាល់ឆ្នាំជាទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនិងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្សនិស្សិតយុវជនមាតាបិតាអាណាព្យាបាលនិងវិស័យឯកជនឲ្យបានយល់អំពីសារៈសំខាន់នៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈដែលហៅកាត់ថា TVET ក្នុងការជំរុញការបណ្ដុះបណ្ដាលកម្លាំងពលកម្មជំនាញប្រកបដោយគុណភាពនិងប្រសិទ្ធភាពឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេសនៅឆ្នាំ2026នេះទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី9ប្រារព្ធឡើងក្រោមប្រធានបទ TVET ផ្ដល់ជំនាញការងារនិងប្រាក់ចំណូលគឺស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដែលបានកំណត់យកអាទិភាពគន្លឹះទី1គឺមនុស្សដោយផ្ដោតសំខាន់លើការកសាងនិងអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាពសមត្ថភាពជំនាញវិជ្ជាជីវៈច្បាស់លាស់គំនិតច្នៃប្រឌិតនិងភាពប្រកួតប្រជែងខ្ពស់ដើម្បីសម្រេចបាននូវគោលដៅពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត